នេះអូខាក់វគ្គក្រោយយើងបងប្អូននេះវាមាននៅខ្លះដែរនេះវាបេះអស់មិនដែរវានៅខ្លះនៅប្រហែលជា200ផ្លែដែរបងប្អូនស្រឡាញ់អូខាក់ចិត្តដល់ហើយនេះអូខាក់យើងអានេះក្រោយនេះផ្លែធំនោះដល់មានច្រើនដែរអូលើអានេះវាផ្លែចុងក្រោយគេណាអត់អីទេអានេះវាផ្លែធំដែរនេះទៅកោស៊ីខ្លះហើយទុរេនយើងដូរវិញហ៎បងប្អូនយកទៅហូបមិនកើតវាសាបវាស្អុយមិនទុំអីយើងដូរវិញបានយកមកដល់កន្លែងកាន់មកយើងដូរឲ្យវិញហើយបើសិនជាឆ្ងាយមិនបាច់យកមកវិញក៏បានដែរគ្រាន់តែប្រាប់ថាឥឡូវវាអត់ទុំវាសាបវាស្អុយអីយើងដូរវិញបានទុរេនយើងវាមិនជាបញ្ហាអីទេវាមានចំណេញមានខាតអូនឃើញវាមានចំណេញមានខាតរស់ស៊ីមានណាទៅចំណេញរហូតបើចំណេញរហូតយកលុយទៅណាអស់អញ្ចឹងអត់បញ្ហាបងប្អូនចង់យើងទិញហើយយើងបើទិញហើយយើងហូបមិនបានដែរយើងនេះអីយើងមានតែដូរវិញអញ្ចឹងយើងដូរវិញយើងដូរធម្មតាបងប្អូនចង់បានលុយវិញក៏បានចង់បានទុរេនក៏បានយើងវាមានបញ្ហាទុរេនខែហ្នឹងវាពិបាកមើលពេលខ្លះទៅវាត្រូវទឹកភ្លៀងទៅយើងបេះទៅវារៀងស្ទើបន្តិចហើយដូចអាមិញនោះមិនថងហ្នឹងអាហ្នឹងមកល្មមមិញហ្នឹងចង់ទុំទាំងអស់ឃើញវាពិបាកអញ្ចឹងឲ្យមេរៀងក្តៅអញ្ចឹងយើងមើលមិនទាន់ទុំហើយពេលខ្លះវាភ្លៀងយើងកាត់ទៅវារៀងស្ទើបន្តិចវាពិបាកខែភ្លៀងហ្នឹងអញ្ចឹងអត់បញ្ហាទេដោយសារតែអ្នកលក់ពេលខ្លះក៏ថាទៅ3ថ្ងៃ4ថ្ងៃជួនកាលថាចាំអាទុរេនវាត្រូវទឹកភ្លៀងវាស្ទើបន្តិចទៅអញ្ចឹងវាលោតដល់4 5ហើយបើចាស់ចូល6 7ថ្ងៃបងប្អូនយកមកដូរវិញអាហ្នឹងវាលែងទុំហើយទោះបីបើទុំក៏វាអត់ឆ្ងាញ់ដែរវាសាបវាសាបវាស្អុយអញ្ចឹងណាដោយសារតែទុរេនយើងអត់មានដាក់ថ្នាំបទុំថ្នាំឲ្យវាឆាប់ទុំឆាប់អីទេយើងដាក់តាមធម្មជាតិរបស់វាហ្នឹងអញ្ចឹងតែវាលោតយូរបន្តិចទោះបីវាមិនទុំក៏វាសាច់វាហ្នឹងក៏វាសាបដែរបើមិនអញ្ចឹងទេវាស្អុយលបកស្អុយសបកអស់ហើយហ្នឹងអញ្ចឹងអត់បញ្ហាយើងនៅជាមួយគ្នាយូរតទៅទៀតទុរេនយើងនៅមានជម្រាបលា